តឡាការតម្រូវឲ្យលោកបង្ហាញលិខិតបញ្ជាក់ទ្រព្យសម្បត្តិដើម្បីបញ្ជាក់ថាលោកមានប្រាក់ចិញ្ចឹមកូនស្រីលុះខ្ញុំដូចជាមានប្រហែលជា5សែនអ្នកដែលលោកជួលឲ្យដំបងសុទ្ធតែជនកោថ្លង់ហ៎ធ្វើកិច្ចការចប់ហើយចាំនិយាយពេលដែលបុកឡាននោះហើយយើងនឹងចេញលិខិតបញ្ជាក់ទ្រព្យឲ្យខ្ញុំនៅជាមួយនឹងគាត់នឹងអាចស្លាប់សុំទោសផងប៉ាកូនមិនមែនតែចោលប៉ាទេកូនចង់នៅជាមួយប៉ាជារៀងរហូតនៅពេលដែលធ្វើការខាត់ខ្លួនម៉ាតាគេបានធ្វើសកម្មភាពប្រឆាំងនឹងវាយបកប៉ូលីសអត់ទេគាត់គ្រាន់តែចង់ឃើញមុខខ្ញុំដឹងទេថាដោយសារតែពួកគាត់កោថ្នាំធ្វើឲ្យពួកគាត់ខ្លាចពិភពលោកប៉ុណ្ណាទេត្រូវគេចាប់ចូលប៉ុនសឹងតែចាប់ញាត់ចូលក្នុងគុកពេលដែលអ្នកដើរចូលកន្លែងមួយជនកោថ្លង់ពេលដែលឃើញអ្នកភ្លាមពួកគាត់នឹងញញឹមដាក់អ្នក